ព្រឹត្តិការណ៍ដ៏ធំហើយនឹងអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រដែលមានរយៈពេល4ឆ្នាំម្ដងគឺបានខិតជិតមកដល់ហើយបងប្អូនទាំងអស់គ្នាហើយព្រឹត្តិការណ៍នោះគឺមានឈ្មោះថា FIFA World Cup ចង់ដឹងថាតើព្រឹត្តិការណ៍នេះមានការប្រែប្រួលនិងការផ្លាស់ប្ដូរអ្វីខ្លះតោះមកជាមួយនឹងខ្ញុំបាទ admin ទាំងអស់គ្នានៅក្នុងព្រឹត្តិការណ៍នេះគឺមានម្ចាស់ផ្ទះចំនួន3ប្រទេសហើយក៏ជាលើកដំបូងផងដែរនៅក្នុងប្រវត្តិសាស្ត្រដែលត្រូវបានរៀបចំឡើងដោយប្រទេសចំនួន3គឺដូចជាប្រទេសកាណាដាមិចស៊ីកូហើយនិងសហរដ្ឋអាមេរិកហើយនិមិត្តរូបតំណាងឲ្យប្រទេសម្ចាស់ផ្ទះទាំង3បាទរួមមានសត្វក្តាន់ខ្លាដំបងហើយនិងសត្វឥន្ទ្រីចំនួនក្រុមដែលចូលរួមប្រកួតបានកើនឡើងរហូតដល់ទៅ48ប្រទេសពីមុនដែលមានត្រឹមតែ32ប្រទេសនោះទេចំនួនការប្រកួតមានក្រុមច្រើនជាងមុនដូច្នេះការប្រកួតសរុបនឹងមានរហូតដល់ទៅ104ប្រកួតឯណោះប្រទេសចំនួន4ដែលបានបង្កើតប្រវត្តិសាស្ត្រឡើងមកក្នុង World Cup ជាលើកដំបូងក្នុងឆ្នាំ2026នេះរួមមានទី1អ៊ូបេគីស្ថានតំណាងមកពីតំបន់អាស៊ីដែលកំពុងតែរីកចម្រើនខ្លាំងជ័រដង់បន្ទាប់ពីធ្វើបានយ៉ាងល្អក្នុងពានរង្វាន់ Asian Cup ពួកគេបានបន្តជោគជ័យមកកាន់កម្រិតពិភពលោក Cabo Verde ប្រទេសដែលជាកោះតូចមួយពីទ្វីបអាហ្វ្រិកដែលបានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង4គូរ៉ាកៅក្រុមមកពីតំបន់ CONCACAF អាមេរិកខាងជើងនិងកណ្ដាលហើយព្រឹត្តិការណ៍នេះគឺនឹងធ្វើការចាប់ផ្ដើមនៃការប្រកួតដំបូងនៅក្នុងប្រទេសមិចស៊ីកូក្នុងពហុការដ្ឋាន Mexico City Stadium នៅថ្ងៃទី11ខែ6ហើយនឹងបញ្ចប់ទៅវិញនៅថ្ងៃទី19ខែ7ក្នុងពហុការដ្ឋាន New York New Jersey Stadium ហើយក៏កុំភ្លេចផងដែរបងប្អូនបាទរងចាំតាមដានទស្សនាទាំងអស់គ្នាជាមួយនឹងខ្ញុំបាទ Admin 7ដែលនឹងធ្វើការផ្សាយបន្តផ្ទាល់ជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាចង់ដឹងថាតើប្រទេសមួយណាដែលនឹងក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍មួយនេះកុំភ្លេចចូលអញក្រុម Telegram ពីនខមមិនខាងក្រោមជួបជាមួយនឹងខ្ញុំបាទ Admin 7